សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel Mothering with Us កាលពីអេពីសូតមុនខ្ញុំបានចែករំលែកពីបទពិសោធន៍និងវិធីសាស្ត្រក្នុងការបញ្ចុកកូនតូចៗប៉ុន្តែជាម៉ាក់ម្នាក់ផលវិបាកនៅមានច្រើនដល់ពីការបញ្ចុកអាហារដល់កូនតូចៗរបស់យើងមិនអញ្ចឹងទេម៉ាក់ត្រូវទទួលខុសត្រូវការងាររាប់សិបមុខមួយថ្ងៃជាទូទៅគឺត្រូវគិតនៅរឿងជាច្រើនការងារដែលស្ដាប់ទៅងាយៗតែត្រូវការឲ្យយើងគិតទុកមុនដូចជាថ្ងៃនេះត្រូវធ្វើម្ហូបអីត្រូវចេញពីផ្ទះនៅម៉ោងប៉ុន្មានដើម្បីទៅយកកូនចេញពីសាលាឲ្យទាន់ម៉ោងហើយនៅមានខោអាវក៏ដូចភ្នំទៀតនេះនៅមិនទាន់រាប់បញ្ចូលទាំងការងាររកលុយបន្ថែមទៀតផងស្ដាប់ទៅដូចជាចង់អស់ខ្យល់ហើយនេះជាផ្នែកខ្លះនៃអ្វីដែលខ្ញុំបានជួបផ្ទាល់ហើយថ្ងៃខ្លះក៏នៅតែគេចមិនផុតពីស្ថានភាពនេះដែរប៉ុន្តែខ្ញុំបានផ្លាស់ប្ដូរការគិតនិងការរៀបចំការងាររបស់ខ្ញុំឲ្យមានប្រសិទ្ធភាពជាងមុនបានយ៉ាងច្រើនដោយសារតែមេរៀនមួយដែលខ្ញុំបានរៀនពីស្វាហាកៅអាវមេរៀននោះគឺយឺតតែបានការច្រាតអញ្ចឹងនៅក្នុងអេពីសូតនេះខ្ញុំនឹងលើកពីវិធីដែលធ្វើយឺតតែបានការច្រាតដោយដែលខ្ញុំបាននិយាយពីមុននឹងអញ្ចឹងថាការរៀបចំការងារតាមវិធីនេះគឺខ្ញុំរៀនពីស្មាហាខោអាវជាប្រចាំពេលដែលកូនគេងគឺជាឱកាសមាសដែលខ្ញុំសម្រុកធ្វើការឲ្យបានច្រើនបំផុតអញ្ចឹងថ្ងៃនេះគឺដូចរាល់ដងខ្ញុំតែងតែស្រោតបត់ខោអាវពេលកូនកំពុងគេងដៃរៀបចំខោអាវតែក្នុងចិត្តគិតថាត្រូវលាងចានហើយនឹងទៅបន្តបង្ហើយការងារសរសេរអត្ថបទលេយ៉ាងណាធ្វើឲ្យហើយមុនពេលកូនភ្ញាក់រវល់តែគិតប្រញាប់ដៃប្រញាប់ជើងស្រាប់តែភ្លាត់ដៃរបូតស្មាហាលខោអាវទៅដីលើតែប្រាវភ្ញាក់កូនបាត់អញ្ចឹងការងារផ្សេងទៀតគឺត្រូវពន្យាពេលទាំងអស់ភ្លាមនោះក៏ស្រាប់តែនឹកឃើញពាក្យមួយឃ្លាចង់បានលឿនត្រូវធ្វើយឺតជាភាសាអង់គ្លេស If you want to be fast go slow វាហាក់ដូចជាសារដាស់ឲ្យភ្ញាក់ពីគេអញ្ចឹងខ្ញុំមិនដឹងថាបានអានឃ្លានេះពីណាមកឬឮអ្នកណានិយាយទេហើយក៏មិនធ្លាប់គិតពីឃ្លានេះឲ្យល្អិតល្អន់ដែរតែពេលដែលជួបផ្ទាល់ទើបយល់ពីអត្ថន័យពិតរបស់ឃ្លានេះដំបូងគិតថាឃ្លានេះស្ដាប់ទៅគួរឲ្យទាក់ទាញប្រហែលជាខ្លួនឯងជាអ្នកនឹកឃើញហើយមកទៅតែក៏ពិតទៅនៅពេលដែលទៅសិក្សាបន្ថែមទៅទើបដឹងថាឃ្លានេះគឺជាឃ្លាដែលគេប្រើនៅក្នុងជួរទាហានគឺមានន័យថាការដែលយើងធ្វើការមួយដោយប្រយ័ត្នគឺមានប្រសិទ្ធភាពជាងការដែលធ្វើការដោយប្រញាប់ប្រញាល់នៅពេលដែលយើងមិនថយល្បឿនហើយធ្វើការមួយច្បាស់លាស់យើងនឹងបង្កើតកំហុសតិចជាងមុននៅពេលដែលយើងបង្កើតកំហុសតិចយើងក៏មិនចាំបាច់ខាតពេលទៅធ្វើការងារទាំងនោះឡើងវិញដែរអញ្ចឹងយើងក៏អាចសន្សំពេលហើយក៏បញ្ចប់កិច្ចការបានលឿនជាម៉ាក់ម្នាក់ព្រមទាំងជាអ្នកបង្កើតមាតិកាផងខ្ញុំតែងតែរវល់ដាក់ការងារមួយចុះលើកការងារមួយឡើងអញ្ចឹងហើយផ្នែកគំនិតដែលទឿនឲ្យខ្ញុំធ្វើការមួយគឺដូចជាអនុញ្ញាតឲ្យខ្ញុំបានដកដង្ហើមយ៉ាងវែងមួយអញ្ចឹងហើយនៅពេលដែលខ្ញុំបន្ថយល្បឿនគឺមិនមែនមានន័យថាខ្ញុំធ្វើបានតិចជាងមុននោះទេគឺមានន័យថាខ្ញុំត្រូវធ្វើដោយយកចិត្តទុកដាក់ធ្វើដោយមានកម្មដ្ឋានក្នុងខ្លួនដែលនេះហើយធ្វើឲ្យការងារមានប្រសិទ្ធភាពជាងមុនហើយការគិតបែបនេះហើយដែលនាំឲ្យខ្ញុំបង្កើតវិធីសាស្ត្រ2ដែលស៊ីសង្វាក់គ្នានោះគឺការធ្វើកិច្ចការជាបាច់ task bundling និងប្រព័ន្ធ slow mode fast mode ទី1អីទៅជាការធ្វើកិច្ចការជាបាច់ការធ្វើកិច្ចការជាបាច់គឺជាវិធីសាស្ត្រដែលយើងកំណត់និងធ្វើការងារដែលស្រដៀងគ្នាដូចជាប្រភេទការងារដែលត្រូវធ្វើនៅកន្លែងតែមួយឬពេលជិតគ្នាអញ្ចឹងជាងធ្វើការហក់ពីមួយទៅមួយយើងអាចបាច់កិច្ចការទាំងនោះហើយធ្វើវាឲ្យចប់តែម្ដងក្នុងពេលតែមួយសម័យមើលដូចជាការដាក់ខោអាវពណ៌ដូចគ្នាចូលក្នុងម៉ាស៊ីនហើយបោកតែម្ដងទាំងអស់អញ្ចឹងយើងសន្សំបានទាំងពេលវេលាហើយព្រមទាំងអាចសម្អាតខោអាវរបស់យើងឲ្យបានស្អាតល្អដោយមិនឲ្យប្រឡាក់ប្រឡូសជាមួយនឹងពណ៌ផ្សេងទៀតផងហេតុអីបានជាការធ្វើកិច្ចការជាបាច់មានប្រសិទ្ធភាពដោយសារតែពេលយើងបដូរពីកិច្ចការមួយទៅកិច្ចការមួយទៀតដែលខុសគ្នាខ្លាំងខួរក្បាលយើងត្រូវចាប់យកកិច្ចការថ្មីជាភាសាអង់គ្លេសយើងហៅថា context switching ឬមួយការផ្លាស់ប្ដូរបែបនេះនៅពេលដែលយើងធ្វើញឹកញាប់ក្នុងមួយថ្ងៃនឹងធ្វើឲ្យយើងហត់ខួរក្បាលព្រោះយើងត្រូវចំណាយថាមពលខួរក្បាលច្រើនដូចនេះនៅពេលដែលយើងបាច់កិច្ចការរបស់យើងគឺយើងសន្សំកម្លាំងខួរក្បាលយើងបានសន្ធឹកសន្ធាប់ទី2វិធីសាស្ត្រ slow mode
និង fast mode វិធីសាស្ត្រ slow mode គឺជាវិធីសាស្ត្រដែលខ្ញុំបន្ថយល្បឿនដើម្បីផ្ដោតអារម្មណ៍ស៊ីជម្រៅហើយធ្វើគម្រោងការប្រចាំថ្ងៃឬប្រចាំសប្តាហ៍ខ្ញុំប្រើ slow mode ដើម្បីលៃសកម្មភាពណាដែលសំខាន់ហើយក៏ជាពេលដែលខ្ញុំរៀបចំសម្រាប់បង្កើតពេលដ៏មានតម្លៃនៅជាមួយកូនស្រីរបស់ខ្ញុំផងដែរដូចនេះវិធីសាស្ត្រ slow mode មិនមែនមានន័យថាខ្ញុំសម្រាកមិនធ្វើអីនោះទេតែជាវិធីសាស្ត្រដែលអនុញ្ញាតឲ្យខ្ញុំផ្ដោតអារម្មណ៍គិតទៅវាដូចជាពាក្យមួយដែលគេឲ្យឈ្មោះថា deep work គឺជាពេលដែលខ្ញុំធ្វើដើម្បីសម្រាប់ខួរក្បាលនិងស្មារតីរបស់ខ្ញុំមានភាពប្រសើរជាងមុនបែបនេះទើបខ្ញុំអាចគិតទៅលើគម្រោងការសំខាន់ហើយក៏ទុកពេលដែលខ្ញុំអាចនៅជាមួយគ្រួសារដើម្បីបង្កើនភាពកក់ក្ដៅផងដែរឥឡូវយើងនិយាយពីវិធីសាស្ត្រ fast mode ម្ដងវិធីសាស្ត្រ fast mode គឺជាវិធីសាស្ត្រដែលខ្ញុំប្រើពេលខ្ញុំចាប់ផ្ដើមផ្ដោតលើការបំពេញកិច្ចការដូចជាកិច្ចការដែលខ្ញុំបានគ្រោងនិងបាច់រួចរាល់ក្នុងពេលដែលខ្ញុំនៅក្នុង slow mode fast mode នេះមិនមែនមានន័យថាខ្ញុំបញ្ញាប់បញ្ញាលញាប់ដៃញាប់ជើងតាមមួយមុខនោះទេតែខ្ញុំផ្ដោតសកម្មភាពដែលលឿនតែច្បាស់លាស់ធ្វើដូចនេះខ្ញុំនឹងមិនសូវខុសហើយក៏មិនធ្វើឲ្យជ្រុះនេះជ្រុះនោះដូចមុនដែរនៅពេលដែលខ្ញុំនៅក្នុង fast mode គឺដូចជាពេលដែលម៉ាស៊ីនដំណើរការអញ្ចឹងចាក់ប្រេងបើកុងតាក់ហើយគឺដំណើរការទៅមុខដោយរលូននៅពេលដែលខ្ញុំនៅក្នុង fast mode ក៏ជាពេលដែលខ្ញុំកំពុងអនុវត្តនៅអ្វីដែលអ្នកជំនាញខ្លះហៅថាការងាររាក់ៗឬ shallow work ប៉ុន្តែខ្ញុំធ្វើវាដោយផ្ដោតអារម្មណ៍ខ្ពស់ធ្វើបែបនេះការងារខ្ញុំកាន់តែមានប្រសិទ្ធភាពអូខេខ្ញុំបានបង្ហាញពីអត្ថន័យនៃពាក្យធ្វើកិច្ចការជាបាច់និងវិធីសាស្ត្រ slow mode និង fast mode តែសួរថាតើវិធីសាស្ត្រទាំងនេះអាចជួយអ្វីដល់ម៉ាក់ខ្លះនៅពេលដែលម៉ាក់អនុវត្តវិធីសាស្ត្រទាំងពីរនេះម៉ាក់នឹងទី1បង្កើតកំហុសតិចជាងមុនដោយសារតែយើងឈប់ធ្វើការដោយប្រញាប់ប្រញាល់ទៀតហើយគឺយើងធ្វើដោយមានគ្រោងទុកហើយយើងមានជំហានរបស់យើងអញ្ចឹងយើងនឹងមិនសូវភ្លេចការងារសំខាន់ទេទី2កាត់បន្ថយភាពនឿយហត់ខួរក្បាលនៅពេលដែលយើងមិនសូវបដូរពីកិច្ចការមួយទៅកិច្ចការមួយទៀតដែលខុសគ្នាខ្លាំងខួរក្បាលយើងអាចបដោតលើបាច់ការងារស្តៀងគ្នាបែបនេះគឺយើងអាចសន្សំថាមពលខួរក្បាលបានយ៉ាងច្រើនទី3ការបង្កើតប្រសិទ្ធភាពការងារពិតប្រាកដឥឡូវស្រមៃមើលរវាង scenario 2 scenario ទី1យើងរវល់ដៃរវល់ញាប់ដៃញាប់ជើងតែយើងមិនសូវបានផលនិង scenario ទី2យើងធ្វើការច្បាស់មិនសូវរវល់តែបានផលមួយណាម៉ាក់គិតថាល្អជាងប្រកាសណាស់គឺ scenario ទី2ប្រកាសជាល្អជាងដូចនេះវិធីសាស្ត្រទាំងពីរនេះអាចជួយឲ្យយើងរវល់បានតិចតែបានផលច្រើនទី4បង្កើតពេលវេលាដ៏មានតម្លៃនៅពេលដែលយើងបន្ថយល្បឿនហើយចំណាយពេលទាំងនោះជាមួយមនុស្សជាទីស្រឡាញ់គឺជាការផ្ដល់ឱកាសឲ្យយើងបង្កើនភាពស្និទ្ធស្នាលជាមួយពួកគាត់ហើយក៏ជាពេលវេលាដែលអាចឲ្យខួរក្បាលយើងបានសម្រាកដែលអ្នកវិទ្យាសាស្ត្រក៏គាំទ្រឲ្យយើងអនុវត្តវិធីសាស្ត្រនេះដូចគ្នាខ្ញុំសង្កេតឃើញថាពេលខ្ញុំនៅក្នុង slow mode ខ្ញុំអាចយល់ពីអ្វីដែលកូនស្រីខ្ញុំចង់និយាយឬទំនាក់ទំនងមកខ្ញុំធ្វើបែបនេះគឺអាចជួយឲ្យគាត់មានទឹកមុខរីករាយហើយក៏មិនសូវរករឿងផងដែរនេះជាឧទាហរណ៍ងាយៗដែលបង្ហាញឲ្យឃើញថាចំណាយពេលវេលានៅក្នុង slow mode ជាមួយគ្រួសារជាមួយកូនទោះបីជាត្រឹមតែ15នាទីទៅកន្លះម៉ោងក៏អាចជួយដល់ការលូតលាស់របស់ពួកគាត់ផងដែរអញ្ចឹងបើម៉ាក់ទាំងអស់គ្នាស្ដាប់ដល់នេះហើយនៅមិនទាន់ចុច like និង subscribe សូមជួយចុចម្នាក់មួយមកមុននឹងយើងចូលដល់ចំណុចសំខាន់បន្តទៀតណាតោះឥឡូវយើងមកមើលពីគន្លឹះនៅក្នុងការអនុវត្តវិធីសាស្ត្រទាំងនេះដើម្បីចាប់ផ្ដើមយោបល់ខ្ញុំគឺចាប់ផ្ដើមពីតូចទៅយើងមិនអាចផ្លាស់ប្ដូរទម្លាប់រស់នៅនិងការធ្វើការរបស់យើងទាំងអស់ក្នុងពេលតែមួយថ្ងៃនោះទេដូចនេះទី1គឺយើងត្រូវកំណត់បាច់ការងារតូចមួយគិតទៅមើលថាការងារដែលត្រូវធ្វើនៅថ្ងៃស្អែកតើមានប្រភេទការងារណាដែលម៉ាក់អាចបាច់ជាក្រុមបានទេឧទាហរណ៍ដូចជាការរៀបចំផ្ទះឲ្យមានរបៀបរៀបរយឬក៏កិច្ចការផ្ទះជាប្រចាំនៅពេលព្រឹកទី2កំណត់ពេលសម្រាប់ slow mode មុនពេលចាប់ផ្ដើមបាច់ការងារយកពេល10ទៅ15នាទីដើម្បីគ្រោងបាច់កិច្ចការទាំងនោះគួរចាប់ផ្ដើមពីណាទៅណាតើមានត្រូវការអ្វីខ្លះដើម្បីធ្វើកិច្ចការទាំងនោះបានហើយកុំភ្លេចណាទុកពេលខ្លះហើយណាត្រឹម15នាទីជាមួយកូននិងគ្រួសារពេលនេះជាពេលដែលត្រូវទុកឧបករណ៍អេឡិចត្រូនិកឲ្យឆ្ងាយហើយលេងសប្បាយជាមួយពួកគាត់
ទី3ចាប់ផ្ដើម fast mode តែពោពេញទៅការផ្ចង់អារម្មណ៍ពេលធ្វើបាច់កិច្ចការចូលផ្ចង់អារម្មណ៍ដើម្បីបង្កើនប្រសិទ្ធភាពពេលខ្លះយើងអាចនឹងបែកអារម្មណ៍ពេលបែកអារម្មណ៍យើងអាចនឹងធ្វើកិច្ចការរបស់យើងមិនបានល្អអញ្ចឹងពេលយើងបែកអារម្មណ៍ទាញអារម្មណ៍របស់យើងមកផ្ដោតលើបែកកិច្ចការដែលកំពុងតែធ្វើចាំថាយើងបានទុកពេលឲ្យខ្លួនឯងដើម្បីរៀបគម្រោងហើយអញ្ចឹងពេលនេះគឺជាពេលដែលត្រូវធ្វើបែកកិច្ចការទាំងនោះដើម្បីបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំបានអនុវត្តវិធីសាស្ត្រទាំងពីរនេះគឺវិធីសាស្ត្រធ្វើយឺតៗទៅបានការច្រើនខ្ញុំលើកឧទាហរណ៍2ដើម្បីមកបង្ហាញម៉ាក់ទាំងអស់គ្នាទី1បាច់កិច្ចការក្រៅផ្ទះនៅក្នុង slow mode មុនពេលចេញពីផ្ទះខ្ញុំចំណាយពេលប្រហែល10នាទីដើម្បីឆែកមើល Google Map ថាគោលដៅដែលចេញទៅនឹងត្រូវចេញពីណាទៅណាផ្លូវណាជិតជាងហើយមិនសូវស្ទះហើយចេញទៅធ្វើអីខ្លះពេលរួចរាល់ហើយខ្ញុំចាប់ផ្ដើម activate fast mode គឺចេញដំណើរទៅតាមគោលដៅសន្សំពេលសន្សំសាំងមិនបាច់ត្រឡប់ទៅត្រឡប់មកដោយសារបានកំណត់គោលដៅនៅក្នុង slow mode រួចរាល់ហើយទី2គឺបែកកិច្ចការ digital បន្ទាប់ពីដាក់កូនខ្ញុំឲ្យគេងហើយខ្ញុំបន្ត slow mode ដោយចំណាយពេល15នាទីបន្ថែមទៀតដើម្បីបាច់កិច្ចការ digital ដូចជាឆ្លើយសារមិត្តភ័ក្តិណាត់ពេទ្យសម្រាប់វ៉ាក់សាំងកូនសម្រាប់ annual check up រៀបគម្រោងអត្ថបទសម្រាប់មាតិកាប្រចាំសប្តាហ៍នៅពេលដែលខ្ញុំរៀបចំបញ្ជីនេះរួចរាល់ហើយគឺដល់ពេលចាប់ផ្ដើម fast mode ហើយខ្ញុំបំពេញកិច្ចការទាំងអស់នោះតាមលំដាប់លំដោយហើយក៏មិនបាច់ខាតពេលគិតថាបន្ទាប់ពីការងារនេះទៅធ្វើអីបន្ថែមទៀតអញ្ចឹងវិធីសាស្ត្របាច់កិច្ចការ task bundling និង slow mode fast mode បានជួយដោះស្រាយបញ្ហារបស់ខ្ញុំជាច្រើនខ្ញុំធ្វើការបានច្រើននិងប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពនិងមិនសូវហត់ខួរក្បាលជាជាងផ្ដោតអារម្មណ៍លើការងារគ្រប់មុខខ្ញុំអាចបង្វែរការយកចិត្តទុកដាក់ទៅលើកិច្ចការដែលសំខាន់និងរក្សាថាមពលដើម្បីធ្វើកិច្ចការផ្សេងៗម៉ាក់អាចសាកល្បងបានទេតើម៉ាក់ដែលធ្លាប់បន្ថយល្បឿនដើម្បីគិតទេតើការបន្ថយល្បឿននោះបានជួយម៉ាក់ដែរទេខ្ញុំដឹងថាថ្ងៃខ្លះយើងមិនអាចធ្វើបានគ្រប់មុខតែក៏មិនអីដែរនេះគឺជារឿងធម្មតាស្អែកឡើងយើងព្យាយាមម្ដងទៀតបើម៉ាក់មានយោបល់អ្វីបន្ថែមទៀតអាច comment បានហើយកុំភ្លេចចុច like និង subscribe ដើម្បីបានចូលរួមទាំងអស់គ្នាជួបគ្នាក្នុងវីដេអូក្រោយទៀតសូមអរគុណបាយបាយ